បងទាំងអស់គ្នាដែលបានជួយទិញនៅថ្ងៃទី6 ខែ 5 ឆ្នាំ 2026 ឥឡូវនេះអីវ៉ាន់របស់យើងចេញលំអកជើងទី 2 ចានៅរសៀលម៉ោង 6 ចុះសម្រាប់បងទាំងអស់គ្នាដែលបានទិញអីវ៉ាន់ខាងខ្ញុំជាពិសេសពូជចោអាសូឡាអ្នកលក់អធិស្ឋានផងមានការយឺតយ៉ាវដោយសារបញ្ហា2ទី 1 ចាគឺចកនៅស្ទើរទី 2 អត់មានឡាំងស្នោឥឡូវនេះយើងមានឡាំងស្នោហើយចករបស់យើងក៏ចាស់ដែរអញ្ចឹងថ្ងៃស្អែកខាងខ្ញុំនឹងដាក់ជូនបងប្អូនទាំងអស់គ្នាតាមជាក់ស្ដែងព្រោះអីចកវាមានអាងច្រើនអាងខ្លះចាស់អាងខ្លះខ្ចីអញ្ចឹងអាងដែលយើងអាចដួសបានខាងខ្ញុំនឹងដួសជូនពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនមានការយឺតយ៉ាវអីបងអធិស្ឋានដល់អ្នកលក់ផងដោយសារចកអត់អាចបខំបានទេបងប្អូនវាមានរយៈពេលនៃការលូតលាស់ហើយចំនួនទិញនៅក្នុងមួយថ្ងៃគឺអត់អាចកំណត់បានជួនកាលច្រើនខ្លាំងជួនកាលរៀងតិចទៅក៏យើងអាចធ្វើតាមលទ្ធភាពជាក់ស្ដែងដែរបងប្អូនប៉ុន្តែសម្រាប់តង់កស៊ូអីវ៉ាន់មាននៅក្នុងស្តុកបងប្អូនកំងចាគឺកាត់ដេរជូនបងប្អូនទាំងអស់គ្នាតែបើសិនកំងច្រើនខ្លាំងក៏មានការយឺតយ៉ាវដូចគ្នាព្រោះអីវ៉ាន់យើងផលិតចាយើងត្រូវការដេរត្រូវការអូតវាយលាវវាយកវលតែបើប្រភេទអីវ៉ាន់មាននៅក្នុងស្តុកដូចជាទឹកថ្នាំមឿនបងប្អូនចង់បានប្រមាណក៏បានដែរមានស្រេចចាហើយជីសរីរាង្គសម្រាប់ដាំអាសូឡាគឺមានស្រេចតែម្ដងបងប្អូនចង់បានមិនអត់ខ្វះដែរដោយសារអីវ៉ាន់នេះគឺយើងវិចប់ហើយស្រេចចាអញ្ចឹងព័ត៌មានលម្អិតបងប្អូនទាំងអស់គ្នាអាចខលតំណែងមកកាន់អ្នកលក់បានសូមអរគុណសូមគោរពលា